ជាចាស់បុរាណណាតែងតែហាមផ្ដាច់មិនឲ្យយើងនឹងឆ្លើយតបនៅពេលយប់ព្រលប់បើសិនជាឮសំឡេងនរណាម្នាក់ដែលហៅឈ្មោះយើងហើយទាំងដែលយើងនឹងមើលមិនឃើញថាជាសំឡេងនោះគឺជាសំឡេងមនុស្សណាម្នាក់នៅក្នុងសង្គមរស់នៅរបស់យើងសូម្បីតែនៅក្នុងយុគសម័យទំនើបនេះក៏ដោយគឺមានរឿងរ៉ាវអាចកំបាំងមួយចំនួនដែលវិទ្យាសាស្ត្រហ្នឹងគឺពិបាកបកស្រាយខ្លាំងមែនទែននៅក្នុងវេលាថ្ងៃនេះនាងខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាទៅជួបនឹងហេតុការណ៍មួយដែលបានកើតឡើងទៅលើគ្រួសាររបស់ពូសានណាគ្រួសារពូសានគាត់គឺជាគ្រួសារមួយដែលស្ទើរតែវិនាសព្រាត់ប្រាសគ្នាហ្នឹងដោយសារតែរឿងគំនុំនិងមន្តអាគមផ្លូវងងឹតសូមស្វាគមន៍សាជាថ្មីមកកាន់ Channel សូសតតានីទានសម្រាប់វេលាថ្ងៃនេះបងប្អូនទាំងអស់គ្នានឹងបានទៅស្ដាប់នៅរឿងរ៉ាវរបស់គ្រួសារពូសានប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងរបស់គ្រួសារពូសានសូមមេត្តាចិត្តបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like ក៏ដូចជា subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងណាបងប្អូនការចុច like ក៏ដូចជា subscribe របស់បងប្អូនគឺជាកម្លាំងចិត្តមែនទែននៅក្នុងការផលិតវីដេអូជូនដល់បងប្អូនអ្នកស្ដាប់ចាស់សាច់រឿងថ្មីជាច្រើនដែលនេះខ្ញុំនឹងត្រៀមផលិតជូនសម្រាប់បងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តនៅពេលសម្រាប់ពីកិច្ចការងារចឹងណាបងប្អូនចឹងអរគុណច្រើនតោះឥឡូវនេះដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់សាច់រឿងរបស់គ្រួសារពូសានតែម្ដងទៅថាតើគាត់មានរឿងរ៉ាវឬមួយក៏ហេតុការណ៍អ្វីខ្លះបានជាធ្វើឲ្យក្រុមគ្រួសាររបស់គាត់នឹងបេះនឹងរងនៅការវិនិច្ឆ័យព្រាត់ប្រាសដោយសារតែរឿងគំនុំនិងមន្តអាគមភ្លើងងឹតណាបងប្អូនកាលពីប្រមាណ5ឆ្នាំមុនពូសានហើយនិងអ្នកមីងចន្ទធីគាត់បានសម្រេចចិត្តលក់ផ្ទះរបស់គាត់នៅឯទីរួមខេត្តណាដើម្បីទៅរកទិញដីចម្ការមួយកន្លែងនៅឯតំបន់ដាច់ស្រយាលបន្តិចនៅក្នុងគោលបំណងរបស់ពួកគាត់ហ្នឹងគឺគាត់ចង់រស់នៅលក្ខណៈបែបស្ងប់ស្ងាត់ហើយនឹងគាត់ចង់ធ្វើជាការដាំចម្ការអាមេរិកចឹងណាបងប្អូននៅពេលដែលគាត់បានទៅទិញដីចម្ការមួយកន្លែងនោះគឺដីនោះមានលក្ខណៈធំទូលាយហើយចម្ការនោះគឺមានតម្លៃថោកដែលគួរឲ្យភ្ញាក់ផ្អើលតែម្ដងណាបងប្អូនបន្ទាប់ពីលោកពូសានគាត់បានឃើញគេដាក់លក់ដែលមានតម្លៃថោកហើយផ្ទៃដីលក្ខណៈធំទូលាយដែលអាចធ្វើឲ្យគាត់ដាំចម្ការអាមេរិករបស់គាត់នឹងបានច្រើនគាត់ក៏សម្រេចចិត្តជាមួយនឹងប្រពន្ធគាត់ថាគាត់នឹងទិញយកដីនោះភ្លាមតែម្ដងហើយមួយវិញទៀតណាបងប្អូនដីនោះមិនត្រឹមតែធំហើយស្អាតហើយថោកប៉ុណ្ណោះទេគឺនៅក្នុងដីនោះគឺម្ចាស់ហ្នឹងគឺលក់ប្រញាប់តែម្ដងគឺលក់ប្រញាប់ខ្លាំងហើយនៅឯកណ្ដាលចម្ការដីដ៏ធំទូលាយនោះណាបងប្អូនគឺមានផ្ទះឈើចាស់មួយខ្នងដែលគ្រួសារពូសានហ្នឹងគាត់អាចទិញបានហើយគាត់មិនបាច់ធ្វើផ្ទះទេហើយគាត់ក៏អាចចូលទៅស្នាក់នៅភ្លាមតែម្ដងណាបងប្អូនគាត់អាចបាច់ចំណាយលុយដើម្បីធ្វើផ្ទះបន្តទៀតទេដោយសារតែដីនោះធំទូលាយហើយម្ចាស់ផ្ទះហ្នឹងគាត់លក់ប្រញាប់ប្រញាល់ទៀតសោតហើយក៏ផ្សំនឹងមានផ្ទះស្រាប់ចឹងណាបងប្អូនចាំកាលទៀតពូសានហើយនឹងប្រពន្ធគាត់ហ្នឹងគឺបានប្រញាប់ប្រញាល់ទិញយកដីចម្ការមួយកន្លែងហ្នឹងតែម្ដងទៅបើយើងនិយាយពីគ្រួសាររបស់ពូសានណាបងប្អូនពូសានគាត់មានកូនតែម្នាក់ទេគឺកូនស្រីរបស់គាត់ហ្នឹងគឺអាយុប្រហែលជា16ឆ្នាំបងប្អូនកូនស្រីរបស់គាត់ហ្នឹងគឺឈ្មោះប្អូនស្រីនីតានៅពេលដែលគាត់បានទិញដីចម្ការនោះរួចរាល់ហើយណាបងប្អូនសប្តាហ៍ដំបូងនៃការចូលទៅរស់នៅរបស់ពួកគាត់ណាអ្វីគឺហាក់បីដូចជាធម្មតាទេប៉ុន្តែនៅពេលដែលគាត់ចូលទៅរស់នៅចូលដល់សប្តាហ៍ទី2ណាបងប្អូនគាត់ថាបរិយាកាសដែលនៅក្នុងផ្ទះឈើចាស់នោះព្រមទាំងដីចម្ការរបស់គាត់ហ្នឹងគឺចាប់ផ្ដើមមានការប្រែប្រួលខ្លាំងតែម្ដងគាត់ថានៅរៀងរាល់ម៉ោងប្រហែលជាម៉ោង12ទៅម៉ោង1រំលងអាត្រីទេណាបងប្អូនគឺឆ្កែ2ដែលគាត់បានចិញ្ចឹមហ្នឹងណាគឺតែងតែព្រុសលូយ៉ាងត្រហឹងអើងកងជារៀងរាល់យប់តែម្ដងគឺវាមិនមែនព្រុសដាក់
មនុស្សដែលដើរឆ្លងកាត់នៅតាមផ្លូវឬមួយក៏គេធ្វើដំណើរនៅតាមចម្ការរបស់គេណាបងប្អូនតែវាព្រុសបែរទៅមុខដែលទៅរកចដៅផ្ទះរបស់ខ្លួនរួចហើយក៏វាលូសំឡេងវែងហាក់ដូចជាវាកំពុងតែបានឃើញអ្វីមួយហ្នឹងឈរនៅនឹងកម្មចដៅផ្ទះនោះឯងបងប្អូនដល់តាវេលាយប់មួយកូនស្រីរបស់គាត់នីតាដែលគាត់បានដេកនៅក្នុងបន្ទប់អាក្បែរចណ្ដើរឡើងផ្ទះណាគាត់ក៏បានប្រាប់ម្ដាយរបស់នាងថាពេលដែលនាងគេហ្នឹងគឺនាងឧស្សាហ៍ឮសំឡេងលក្ខណៈគេយកកញ្ចក់ដៃហ្នឹងទៅកោសអញ្ចាំងខ្វោកអញ្ចឹងណាបងប្អូនប៉ុន្តែឮលក្ខណៈតិចទេគឺឮចេញពីខាងក្រោមផ្ទះបន្ទប់គេរបស់នាងហ្នឹងតែម្ដងហើយពូសានគាត់បានឮសម្ដីរបស់កូនគាត់គិតថាវាអាចជាសត្វកណ្ដុរឬមួយក៏សត្វអីផ្សេងណាតែគាត់មិនបានចាប់អារម្មណ៍ទៅលើពាក្យសម្ដីរបស់កូនគាត់នោះទេប៉ុន្តែរឿងអ្វីដែលគួរឲ្យខ្លាចនោះគឺនៅពេលដែលព្រឹកឡើងនីតាគាត់ចាប់ផ្ដើមមានស្នាមជាំខ្មៅនៅលើកំភួនដៃនិងកំភួនជើងរបស់គាត់ប្រៀបបីដូចជាមាននរណាម្នាក់ហ្នឹងគឺបានចាប់ច្របាច់ដៃជើងរបស់គាត់យ៉ាងខ្លាំងដូចលក្ខណៈទៅយើងយកដៃយើងទៅមូលក្តិចចឹងណាបងប្អូនដែលធ្វើឲ្យមានលក្ខណៈជាំហ្នឹងហើយនៅពេលដែលម្ដាយឪពុករបស់នាងបានសួរទៅកាន់នាងបានប្រាប់ថាយប់មិញហ្នឹងគឺនាងបានយល់សពឃើញមានមនុស្សស្រីសក់វែងម្នាក់ដែលមានស្លៀកពាក់ខ្មៅរហែកបានមកឈរសម្លឹងនាងពីចុងជើងរួចហើយក៏បានស្ទុះមកសង្កត់នាងដែលធ្វើឲ្យនាងហ្នឹងកម្រើកខ្លួនស្ទើរតែមិនរួចទេណាបងប្អូននៅក្នុងវេលាយប់នោះបន្ទាប់ពីឪពុកម្ដាយរបស់នីតាគាត់បានស្ដាប់សម្ដីរបស់កូនព្រមទាំងស្ថានភាពដែលគាត់បានឃើញនឹងផ្ទាល់ភ្នែកខ្លួនឯងឲ្យតែរៀងរាល់ម៉ោង1ឬមួយក៏ម៉ោង12យប់គឺឆ្កែរបស់គាត់ទាំងពីរដែលគាត់ចិញ្ចឹមហ្នឹងគឺវាតែងតែព្រុសហើយនឹងលូជារៀងរាល់យប់ណាបងប្អូនអញ្ចឹងទៅគាត់ចេះតែតាមដានពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់រយៈពេល2សប្ដាហ៍នៅពេលដែលឃើញស្នាមជាំនៅលើកូនបែបនេះគឺគាត់គិតថាស្ថានភាពនេះគឺចាប់ផ្ដើមកាន់តែធ្ងន់ធ្ងរទៅហើយនៅក្នុងវេលាថ្ងៃមួយនៅពេលដែលអ្នកមេងចន្ទធីហ្នឹងគាត់កំពុងតែបោសសម្អាតនៅខាងក្រោមផ្ទះនៅក្បែរចដើណាបងប្អូនគាត់ក៏បានកកាយដីហើយគាត់បានកាយដីយកស្មៅយកសម្រាមអីនៅពីក្រោមចដើរបស់គាត់ណាគាត់ក៏ស្រាប់តែកាយទៅឃើញមានវត្ថុចម្លែកមួយវត្ថុចម្លែកនោះណាវាគឺជាកូនកណាត់ពណ៌សមួយដែលរុំចងស្រាក់ដោយអំបោះពណ៌ក្រហមហើយនឹងពណ៌ខ្មៅដែលវាលក្ខណៈថាសើមណាបងប្អូននៅពេលដែលគាត់យកដំបងនោះមកកកាយបើកមើលស្រាប់តែវាមានក្លិនស្អុយរលួយដូចជាសាកសពហ្នឹងកំពុងតែសាយភាយឡើងនៅខាងក្នុងនោះណាបងប្អូនគឺគាត់ស្រាយមើលទៅគឺមានឆ្អឹងតូចមួយមានម្ជុលដេអាវហ្នឹងគឺដល់ទៅ3ដើមហើយក៏មានសក់ហ្នឹងមួយដុំផងដែរគ្រាន់តែគាត់ឃើញភ្លាមណាបងប្អូនអ្នកមេងចន្ទធីគាត់បានព្រឺសម្បុរខ្ញាក់គាត់ដឹងភ្លាមថានេះមិនមែនជារឿងធម្មតាទេគឺគ្រួសាររបស់គាត់ហ្នឹងត្រូវបានគេធ្វើអំពើដាក់ហើយនៅក្នុងវេលាយប់នោះឯងបងប្អូនហេតុការណ៍ដ៏រន្ធត់បំផុតហ្នឹងគឺចាប់ផ្ដើមបានកើតឡើងទៅលើក្រុមគ្រួសាររបស់គាត់ដល់វេលាយប់ម៉ោងប្រហែលជា2ទៀបភ្លឺបងប្អូនស្រាប់តែមានខ្យល់បោកបក់យ៉ាងខ្លាំងដែលធ្វើឲ្យទ្វារផ្ទះរបស់គាត់ហ្នឹងប៉ើងបោកជញ្ជាំងឮសូរតែផាំងហើយសំឡេងឆ្កែរបស់គាត់ទាំងពីរដែលកំពុងតែលូហ្នឹងក៏ស្រាប់តែបាត់ស្ងាត់ឈឹងជំនួសមកវិញទៅដោយសំឡេងយំខ្សឹកខ្សួលអួលណែនរបស់កូនស្រីគាត់នៅភ្លាមនោះពូសានព្រមទាំងអ្នកមីងច័ន្ទធូនឹងគាត់ក៏បានផ្ទៀងស្ដាប់សំឡេងនោះណាបងប្អូនមិនដឹងថាសំឡេងនោះវាស្ថិតនៅក្រោមផ្ទះឬមួយក៏នៅក្នុងផ្ទះរបស់គាត់ទេប៉ុន្តែនៅពេលដែលពួកគាត់ទាំងពីរនាក់ចាប់ផ្ដើមផ្ទៀងស្ដាប់សំឡេងយំខ្សឹកខ្សួលនោះ
សំឡេងនោះគឺជាសំឡេងរបស់នីតាជាកូនស្រីរបស់គាត់ណាបងប្អូនបន្ទាប់ពីបានឮកូនស្រីយំនៅក្នុងបន្ទប់យ៉ាងខ្សឹកខ្សួលដូច្នេះហើយពួកគាត់ទាំងពីរនាក់ហ្នឹងក៏បានស្ទុះទៅបើកភ្លើងហើយក៏រត់ចូលទៅក្នុងបន្ទប់កូនស្រីរបស់គាត់អ្វីដែលពួកគាត់បានឃើញនៅក្នុងបន្ទប់កូនស្រីរបស់គាត់ហ្នឹងគឺនេតាកំពុងតែអង្គុយចោងហោងនៅឯជ្រុងបន្ទប់កេងរបស់នាងហើយសក់ហ្នឹងគឺបាសកន្ទ្រើងឡើងលើភ្នែកហ្នឹងគឺសម្លឹងមករកពួកគាត់ទាំងពីរហ្នឹងដោយគំនុំតែម្ដងនៅភ្លាមនោះអ្នកមីងចន្ទធីគឺគាត់អត់មានបានបងអង្គយូរទេបងប្អូនគឺគាត់ស្ទុះទៅរត់ទៅអោបកូនស្រីរបស់គាត់នៅភ្លាមនោះស្រាប់តែនីតាគាត់គ្រវីដៃម្ដាយរបស់គាត់នឹងចេញយ៉ាងខ្លាំងដែលកម្លាំងនោះណាមិនមែនគឺជាកម្លាំងរបស់ក្មេងស្រីវ័យ16ឆ្នាំនោះទេបងប្អូនវាហាក់ដូចជាកម្លាំងមនុស្សប្រុសដែលមានមៀតមាំធំដំបងណាដែលធ្វើឲ្យអ្នកមីងចន្ទធីហ្នឹងគឺគាត់ផ្ងាកក្រោយតែម្ដងនៅពេលនោះហើយសំឡេងដែលសើចលក្ខណៈសើចរង្វើលសើចស្រាលសើចលក្ខណៈបែបនៅចុងកណាបងប្អូនរួចហើយសំឡេងរបស់នីតាហ្នឹងក៏បាននិយាយឡើងក្រឡូហើយសំឡេងហ្នឹងលក្ខណៈជាសំឡេងមនុស្សវ័យចំណាស់ណាបងប្អូនគឺនិយាយថាពួកឯងទាំងអស់គ្នាមិនមែនគឺជាម្ចាស់ដីនេះនោះទេពួកឯងត្រូវតែងាប់ទាំងអស់គ្នាពីព្រោះថាដីនេះគឺជាដីរបស់អញសំឡេងនេះគឺជាសំឡេងរបស់នីតាដែលគាត់និយាយទៅកាន់លោកពូសាននិងអ្នកមីងចន្ទធីណាបងប្អូនលុះដល់វេលាព្រឹកព្រលឹមស្រាងប្រហែលជាម៉ោង4ម៉ោង5ទៀបភ្លឺណាបងប្អូនលោកពូសានគឺគាត់មិនបានបង្អង់យូរឡើយគាត់ក៏បានរត់ទៅពឹងពាក់ដល់អ្នកជិតខាងដែលនៅក្បែរផ្ទះរបស់គាត់ហ្នឹងឲ្យទៅជួយរកគ្រូមន្តអាគមដើម្បីជួយកូនស្រីរបស់គាត់ណាហើយអ្នកជិតខាងហ្នឹងគឺបានណែនាំឲ្យគាត់ហ្នឹងទៅរកលោកតាសុកដែលជាគ្រូខ្មែរម្នាក់ដែលមានជំនាញខាងមើលមន្តអាគមក៏ដូចជាចេះមើលជំងឺផ្លូវងងឹតប្រចាំស្រុកនោះឯងបងប្អូនហើយគាត់នឹងក៏បានប្រញាប់ប្រញាល់ធ្វើដំណើរនឹងទៅផ្ទះលោកតាសុកដើម្បីឲ្យលោកតានឹងមកជួយសង្គ្រោះកូនស្រីរបស់គាត់ភ្លាមតែម្ដងនៅពេលលោកពូសានគាត់ធ្វើដំណើរទៅដល់ផ្ទះលោកតាសុកណាបងប្អូនគាត់បាននិយាយរៀបរាប់ពីរឿងរ៉ាវហេតុការណ៍ដែលគាត់បានទិញដីហើយចូលមកស្នាក់នៅបាន1សប្តាហ៍2សប្តាហ៍ក៏បានជួបរឿងរ៉ាវទាំងអស់ហ្នឹងណាហើយភ្លាមនោះលោកតាសុកគាត់ក៏មិនបង្អង់យូរដែរបងប្អូនគឺគាត់ចាប់ផ្ដើមធ្វើដំណើរមកជាមួយនឹងលោកពូសានហ្នឹងមកដល់ផ្ទះលោកពូសានតែម្ដងគ្រាន់តែលោកតាសុកចាប់ផ្ដើមដើរជន់ទៅលើជណ្ដើរផ្ទះគាត់ភ្លាមណាស្រាប់តែលោកតាសុកហ្នឹងគឺគាត់ឈប់ហើយគាត់យកចង្អុលដៃរបស់គាត់ហ្នឹងទៅចង្អុលទៅដីក្បែរជើងជណ្ដើររបស់គាត់ហ្នឹងហើយក៏ប្រាប់ថាគឺនៅទីនេះមានខ្មោចតៃហោងគឺគេបានយកឆ្អឹងខ្មោចតៃហោងនិងដីព្រៃខ្មោចណាបងប្អូនមកកប់បញ្ចុះធ្វើអំពើដើម្បីបំបែកបំបាក់ក្រុមគ្រួសារហ្នឹងគឺនៅក្រោមចណ្ដើរនេះឯងតាំងពីមុនដែលក្រុមគ្រួសារពូសាអ្នកមីងចន្ទធីហ្នឹងគាត់មកទិញម្លេះមានន័យថាគេធ្វើអំពើហ្នឹងគឺធ្វើតាំងពីមុននឹងគាត់មកទិញដីចំការនឹងមកម្លេះណាបងប្អូនអញ្ចឹងគាត់ទិញតពីម្ចាស់ថ្មីហ្នឹងទៅស្រាប់តែគាត់ក៏បានជួបហេតុការណ៍ហ្នឹងទៅលើក្រុមគ្រួសាររបស់គាត់ដូចគ្នាហើយនៅភ្លាមនោះឯងបងប្អូនបន្ទាប់ពីឮប្រសាសន៍របស់លោកតាសុកមកការពិតទាំងអស់គឺត្រូវបានលាតត្រដាងនៅក្នុងវេលាព្រឹកនោះលោកតាគាត់បានប្រាប់ថាម្ចាស់ដីដែលបានលក់ឲ្យលោកពូសាននិងប្រពន្ធរបស់គាត់ហ្នឹងពីមុនគឺពួកគាត់ទាំងពីរនាក់ហ្នឹងធ្លាប់មានចំនួនដណ្ដើមដីធ្លី
ជាមួយនឹងបងប្អូនបកើតណាបងប្អូនរហូតដល់ឈានដល់ការជួលគ្រូហ្នឹងឲ្យធ្វើអំពើណាបងប្អូនឲ្យធ្វើអំពើមកលើបងប្អូនណាដើម្បីកុំឲ្យម្ចាស់ដីដែលគាត់ទិញមុនហ្នឹងរស់នៅបានសេចក្តីសុខគឺត្រូវតែរុះរើចេញឬមួយក៏អាចនឹងធ្លាក់ខ្លួនឈឺរហូតដល់បាត់បង់ជីវិតអីចឹងទៅបងប្អូនដោយសារតែទ្រាំនឹងភាពឈឺចាប់ក៏ដូចជារឿងរ៉ាវទាំងអស់នោះមិនបានម្ចាស់ដីហ្នឹងគាត់ក៏ចាប់ផ្ដើមប្រកាសលក់ដីចម្ការនេះទាំងបញ្ញាប់បញ្ញាល់តែម្ដងរហូតឲ្យពូសាហ្នឹងបានមកឃើញដីចម្ការនិងដីផ្ទះហ្នឹងស្រឡាញ់ហើយមានតម្លៃថោកទៀតនោះគឺគាត់បានតែងយកភ្លាមដោយមិនបានប្រាប់រឿងរ៉ាវទាំងអស់នេះទៅកាន់លោកពូសានិងក្រុមគ្រួសាររបស់គាត់សូម្បីតែមួយម៉ាត់ទេបងប្អូនហើយឥឡូវនេះណាអំពើទាំងអស់នោះគឺកំពុងតែចាប់ផ្ដើមធ្វើទុកទៅលើកូនស្រីរបស់គាត់ដែលមានវ័យ16ឆ្នាំណាបងប្អូននៅភ្លាមនោះលោកតាសុកគាត់ក៏បានរៀបចំនៅរណ្ដាប់មានពេស្លាម្លូគឺដើម្បីធ្វើពិធីសូត្រមន្តនឹងបណ្ដេញឧបទ្រពចង្រៃចេញពីផ្ទះរបស់លោកពូសានិងក្រុមគ្រួសារគាត់ណាបងប្អូនហើយពិធីនោះគឺហាក់បីដូចជាមានអារម្មណ៍ថាវាតានតឹងខ្លាំងមែនទែនលោកតាគាត់ក៏បានយកទឹកមន្តនឹងដើរប្រោះព្រំនៅលើផ្ទះនៅលើដីរួចហើយក៏យកទឹកមន្តនឹងទៅប្រោះលើកូនស្រីរបស់គាត់នៅពេលដែលទឹកមន្តចាប់ផ្ដើមធ្លាក់ទៅលើកូនស្រីរបស់គាត់ណាបងប្អូនស្រាប់តែនីតានឹងគាត់ចាប់ផ្ដើមរើបំរាស់យ៉ាងខ្លាំងហើយស្រែកទ្រហោយំព្រមទាំងជេរប្រតិចផ្ដាសាលោកតាណាប៉ុន្តែដោយសារតែអំណាចនិងបារមីព្រមទាំងសិលធម៌នៃការតន្ទិញធម៌របស់លោកតាហ្នឹងហើយព្រមទាំងការចងខ្សែសីមាព័ទ្ធជុំវិញផ្ទះនៅទីបំផុតណាបងប្អូនវិញ្ញាណដ៏អាក្រក់នោះក៏ទ្រាំលែងបានហើយក៏ព្រមចុះចាញ់លោកតាចាក់ចេញពីរូបរាងកាយរបស់នីតានៅក្នុងវេលាព្រឹកនោះឯងបន្ទាប់ពីព្រាយបិសាចចាក់ចេញពីរូបរាងកាយនីតានឹងរួចមកណាបងប្អូននីតាគាត់ចាប់ផ្ដើមដួលសន្លប់ភ្លាមហើយក៏បាត់បង់ស្មារតីទៅដែលធ្វើឲ្យឪពុកម្ដាយរបស់គាត់នឹងគឺយំសោកអាណិតកូនស្រីគាត់មែនទែននៅក្រោយពីលោកតាសុកគាត់បានធ្វើពិធីចប់សពគ្រប់ណាបងប្អូនលោកតាសុកគាត់ក៏បានឲ្យពូសាននឹងយកចប់ជីកដើម្បីយកទៅជីកយកវត្ថុដែលគេដាក់អំពើនោះទៅដុតកំទេចចោលនៅឯផ្លូវបំបែកជា3ហើយនឹងបានស្រោចទឹកលើករាសីដល់ក្រុមគ្រួសារគាត់ទាំងមូលនឹងផងដែរហើយចាប់តាំងពីការធ្វើពិធីរបស់លោកតាសុកនោះរួចមកផ្ទះចំការនោះក៏ចាប់ផ្ដើមប្រែទៅជាស្ងប់ស្ងាត់ហើយនីតានឹងគាត់ក៏ចាប់ផ្ដើមជាសះស្បើយបន្តិចម្ដងហើយគ្រួសាររបស់គាត់នឹងក៏អាចរស់នៅទីនោះបានសេចក្តីសុខជាធម្មតាឡើងវិញក៏ប៉ុន្តែហេតុការណ៍ទាំងអស់នោះណាបងប្អូនគឺបានបន្សល់ទុកនៅភាពភ័យខ្លាចក៏ដូចជាមេរៀនមួយដែលពួកគាត់នឹងគឺមិនអាចបំភ្លេចបានស្ទើរតែមួយជីវិតរបស់ពួកគាត់តែម្ដងគាត់មិននឹកស្មានថាការទៅទិញដីចម្ការដែលគាត់គិតថាវាមានតម្លៃថោកដីធំទូលាយព្រមទាំងមានផ្ទះហ្នឹងដែលធ្វើឲ្យគាត់លក់ដីពីកន្លែងដែលគាត់ស្រឡាញ់ហ្នឹងដើម្បីទៅចិញ្ចឹមជីវិតដោយការដាំចម្ការម្រេចណាបងប្អូនប៉ុន្តែមិនទាន់នឹងបានដាំចម្ការម្រេចផងស្រាប់តែគាត់បានជួបរឿងរ៉ាវហេតុការណ៍នឹងតែម្ដងបងប្អូនអ្នកស្ដាប់ទាំងអស់គ្នានេះគឺជាសាច់រឿងមួយដែលបង្ហាញយ៉ាងច្បាស់អំពីឥទ្ធិពលនៃគំនុំណាបងប្អូនក៏ដូចជាអំពើនៃការចងអាឃាតពេលខ្លះមនុស្សយើងដោយសារតែភាពលោភលន់លង់នឹងទ្រព្យសម្បត្តិសុខចិត្តនៅប្រើប្រាស់មន្តអាគមផ្សេងដើម្បីបំផ្លាញអ្នកដទៃក៏ដូចជាបងប្អូនណាបងប្អូនក៏ប៉ុន្តែដោយពាក្យចាស់លោកតែងតែពោលថាអំពើអាក្រក់គឺតែងតែវិនិច្ឆ័យទៅវិញដោយសារតែអំពើល្អនិងធម៌សច្ចៈពិតចឹងណាទោះបីជាវិទ្យាសាស្ត្រមានការរីកចម្រើនខ្លាំងប៉ុណ្ណាក៏ដោយបងប្អូនក៏យើងមិនគួរបំពានឬក៏ប្រមាថដល់ជំនឿដែលដូនតាយើងនឹងធ្លាប់មានតាំងពីបុរាណកាលមកផងដែរ
គុណច្រើនបងប្អូនអ្នកស្ដាប់ទាំងអស់គ្នានេះគឺជាសាច់រឿងរបស់គ្រួសារលោកពូសានចាដែលគាត់បានទៅទិញដីចំការមួយដើម្បីរស់នៅឲ្យស្ងប់ស្ងាត់ណាប៉ុន្តែมันបានស្ងប់ស្ងាត់ទេបងប្អូនត្រឹមតែរយៈពេល2សប្តាហ៍ប៉ុណ្ណោះដែលធ្វើឲ្យក្រុមគ្រួសាររបស់គាត់នឹងបីនឹងបាត់បង់កូនស្រីជាទីស្រឡាញ់ណាបងប្អូនដោយសារតែរឿងនេះគឺម្ចាស់ដីដែលគាត់បានលក់ឲ្យគាត់ពីមុនហ្នឹងទេមិនមែនជារឿងការតាមផ្ចាញ់គាត់ទេណាដោយសារតែម្ចាស់ដីពីមុនហ្នឹងគឺគាត់មានហេតុការណ៍ហ្នឹងអញ្ចឹងឯងបានជាគាត់បញ្ញាប់បញ្ញាលក់ដីនោះឲ្យបានឆាប់ដើម្បីឲ្យគាត់នឹងរួចចាក់ចេញពីអំពើមុនខ្មៅហ្នឹងណាបងប្អូនប៉ុន្តែជាអកុសលអីលោកពូសានិងក្រុមគ្រួសារគឺទៅទិញដីនឹងឯងទៅទិញដីចំការដែលគេលក់ណាមិននឹកស្មានថានៅពេលដែលគាត់ទិញហើយគឺគាត់បានជួបរឿងអញ្ចឹងទេបងប្អូនគឺពិតជាគួរឲ្យអាណិតក្រុមគ្រួសារគាត់តែម្ដងដែលគាត់អត់មានដឹងរឿងអីសោះអញ្ចឹងណាអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះសាច់រឿងមួយនេះហើយតើបងប្អូនទាំងអស់គ្នាធ្លាប់បានជួបប្រទះឬមួយក៏មានចាស់ពីដើមដែលគាត់នៅក្នុងភូមិហ្នឹងគាត់បាននិទានពីរឿងរ៉ាវផ្លូវងងឹតទាំងអស់នេះប្រាប់បងប្អូនដែរឬទេនេះខ្ញុំពិតជាសូមអរគុណខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានតាមដានសាច់រឿងរបស់ក្រុមគ្រួសារលោកពូសាហ្នឹងតាំងពីចំណុចចាប់ផ្ដើមរហូតដល់បញ្ចប់សាច់រឿងរបស់គាត់នៅក្នុងគណៈពេលនេះនាងខ្ញុំក៏សូមអរគុណហើយក៏សូមជូនពរដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខគេចផុតពីឧបទ្រពចង្រៃក៏ដូចជាអំពើអាក្រក់ទាំងឡាយហើយធ្វើដំណើរទៅណាមកណាក៏សូមជួបតែសុខសុវត្ថិភាពរកទទួលទានមានបានគ្រប់ក្រុមគ្រួសារនៅក្នុងគណៈពេលនេះនាងខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នានៅក្នុងអេពីសូតក្រោយ